សួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel Legend Learning ថ្ងៃនេះខ្ញុំនឹងនាំបងប្អូនឲ្យមកស្គាល់ចំណុចសំខាន់ៗចំនួន7ដែលបងប្អូនត្រូវកត់ត្រាក្នុងករណី YouTube Channel របស់បងប្អូនត្រូវបានគេ hack វាពិតជាជំនួយដ៏សំខាន់មែនទែនបងប្អូនសម្រាប់បងប្អូនធ្វើការស្នើសុំទៅ Google ឲ្យ Google ជួយ recover channel មកឲ្យបងប្អូនវិញបើបងប្អូនអត់ដឹងចំណុចទាំងអស់នេះទេចឹង Google នឹងមិនធ្វើការ recover ឲ្យបងប្អូនវិញទេដោយសារគេមិនដឹងថាយើងគឺជាម្ចាស់ channel ពិតប្រាកដអូខេអញ្ចឹងបងប្អូនបានកត់ត្រាចំណុចទាំងអស់នេះហើយនៅបើនៅទេសូមយកប៊ិចសភៅមកកត់វាមកឬក៏កត់ក្នុង note ឬក៏ Google Sheet ជាដើមអូខេអញ្ចឹងបងប្អូនចំណុចទី1គឺ Gmail address ដែលផ្សំជាមួយ channel ចឹង Gmail ដែលបងប្អូនប្រើសម្រាប់បង្កើត channel ហ្នឹងគឺជា channel ដែលដំបូងគេបងអស់វាពិតជាសំខាន់មែនតើបងប្អូនត្រូវរក្សាឈ្មោះ Gmail នោះទុកឲ្យបានល្អឧទាហរណ៍ថា mychannel@gmail.com អញ្ចឹងយើងមានឈ្មោះ channel ដែលបានបង្កើតហ្នឹងគឺ Google គេសួររកហ្នឹងឯងបងប្អូនអញ្ចឹងបើបងប្អូនទិញពីគេអាហ្នឹងបងប្អូនឆាប់ឆាតទៅសួរគេទៅថា channel ដែលបង្កើតដំបូងមានឈ្មោះអីចឹងណាចំណុចទី2គឺ YouTube channel URL អញ្ចឹងបងប្អូនត្រូវចាំបាច់ copy URL របស់ YouTube channel បងប្អូនទុកអញ្ចឹងវាមានទ្រង់បែបនេះអញ្ចឹងបើបងប្អូននៅក្នុង app បងប្អូនអាចចូលទៅកាន់ profile បន្ទាប់មកចុចពាក្យថា your channel copy link ជាការស្រេចតែបងប្អូននៅក្នុង computer វិញបងប្អូនចូលមកកាន់YouTube របស់បងប្អូនចេះមកបន្ទាប់មកបងប្អូនចុចលើ logo នេះហើយចុច view your channel ហើយបងអញ្ចឹងបងប្អូនចុច customize your channel មកហើយបន្ទាប់មកបងប្អូនធ្វើការ scroll ចុះក្រោមមកបងប្អូននឹងឃើញ URL នេះហើយអញ្ចឹងបងប្អូនធ្វើការ copy វាទុកទៅវាពិតជាសំខាន់មែនតើព្រោះអាហ្នឹងបើយើងអត់បាន copy ឬទុកទេវាយើងមិនអាច copy ពេលក្រោយបានទេអញ្ចឹងវាមានបន្ទប់បែបនេះបងប្អូនអញ្ចឹងបងប្អូនតែចាំថា URL នេះវាពិតជាសំខាន់មែនទែនសម្រាប់បងប្អូនបញ្ជាក់ Google ថាបងប្អូនពិតជាម្ចាស់ channel មែនអញ្ចឹងបងប្អូនត្រូវបំពេញ URL នេះហើយអញ្ចឹងបងប្អូនអត់ដឹងទេ Google ក៏ដឹងតែជួយបងប្អូនមិនដែរចំណុចទី3ថ្ងៃខែឆ្នាំបង្កើត channel មកដល់ចំណុចនេះវាក៏មានការងាយស្រួលដែរបងប្អូនបងប្អូនត្រូវចាំបាច់ឲ្យចាំ channel តែឧទាហរណ៍ថាបងប្អូនខ្លះបង្កើតយូរហើយធ្វើមិនដឹងបើ channel បង្កើតតាំងពីណាពីណីមក2015 16មកហើយមិនដឹងថ្ងៃណាខែណាឆ្នាំណាអញ្ចឹងបងប្អូនអាចចូលទៅកាន់ Gmail របស់បងប្អូនមកអូខេចូលមកកាន់ Gmail មកបន្ទាប់មកបងប្អូនធ្វើការ search បងប្អូន search កន្លែងនេះមកបន្ទាប់មក search ថា welcome to YouTube គេបងប្អូន search ដូចមកចឹងដោយសារខ្ញុំអត់មានទេដោយសារខ្ញុំ delete message ដែលគេផ្ញើមកច្រើនដែរខ្ញុំអាសា delete ចឹងវាអត់នៅទេចឹងអត់បញ្ហាទេបងប្អូនបងប្អូន delete ហើយបងប្អូនអាចធ្វើការស្នើសុំពី Google take out នេះបានចឹងបងប្អូនចូលមកកាន់ website Google take out នេះមកបន្ទាប់មកបងប្អូនdelete all នេះមកបន្ទាប់បងប្អូន scroll ចុះក្រោមហើយយើង select នេះ YouTube and YouTube Music បន្ទាប់មក your next step បន្ទាប់មកកន្លែងនេះបងប្អូនគេឲ្យយើង choose send ជាមួយ email ឬក៏ Drive Dropbox អីចឹងណាអញ្ចឹងខ្ញុំផ្ញើ email មកហើយអានេះគឺយើង export one ឬក៏ export every payment form និយាយចឹងអញ្ចឹង export 6អញ្ចឹងយើងយកទៅមើលទេអានេះជា file zip មួយពេលអានេះជាទំហំ size ចឹងណាអាចយើងច្រើនឆ្នាំទៅវាយូរអូខេបងប្អូនអញ្ចឹងយើងយក create export មកអូខេកន្លែងនេះគឺ Google is create copy data ហើយប៉ុន្តែតែការ process long time ចឹងណាអញ្ចឹងប្រហែលជារយៈពេល24ម៉ោងឬលឿនជាងនេះអញ្ចឹងពេលរួចរាល់គេនឹងផ្ញើចូលមកកាន់ Gmail របស់យើងហើយអញ្ចឹងយើងអាចធ្វើការ download បានអញ្ចឹងពេលបងប្អូន download ហើយបងប្អូននឹងឃើញឈ្មោះបែបនេះហើយនេះគឺជាថ្ងៃខែឆ្នាំកើតរបស់ channel បងប្អូនអូខេបងប្អូនអញ្ចឹងចំណុចទី4នេះគឺ content tab មានន័យថា content gallery របស់យើងហ្នឹងណាអញ្ចឹងអាហ្នឹងបងប្អូនត្រូវចាំដែរថា
វីដេអូដំបូងរបស់បងប្អូនផ្ដោតទៅលើ content បែបណា quality បែបណាអញ្ចឹងត្រង់នេះវាចង់ Google ចង់បង្ហាញបងប្អូនចង់ឲ្យបងប្អូនបង្ហាញគេថា channel នេះគឺជា channel របស់បងប្អូនពិតៗចឹងណាព្រោះអីមានតែបងប្អូនទេដែលដឹងថា channel របស់បងប្អូនហ្នឹងបង្កើតពីពេលណា quality អីចឹងណាបងប្អូនចឹងវីដេអូដំបូងហ្នឹងឯងគឺជាភស្តុតាងសំខាន់សម្រាប់ Google ធ្វើការវិភាគឲ្យយើងចឹងឧទាហរណ៍ថាពីដំបូង channel បងប្អូនធ្វើអំពី game ទេបន្ទាប់មកបងប្អូនដូរមកកាន់ educate ឬក៏ how to and style ចឹងអាហ្នឹងបងប្អូនអាចប្រាប់ Google តាមនឹងបានដែរអត់អីទេចឹងសំខាន់តែបងប្អូនចាំដល់ចំណុចទី5គឺឧបករណ៍ដែលធ្លាប់ប្រើប្រាស់ចឹងអាហ្នឹងដូចជាមិនសំខាន់ទេបងប្អូនដឹងហើយយើងមានឧបករណ៍ប្រើប្រាស់អីខ្លះចឹងណាទៅប្រាប់ Google អំពីប្រវត្តិ login ចឹងទៅដូចជា Samsung Android iPhone Windows Laptop Google MacBook អីជាដើមចឹងអាហ្នឹងបងប្អូនប្រាប់ Google ទៅឲ្យគេចាប់ប្រព័ន្ធប្រតិបត្តិការហ្នឹងចឹង Google គេអាចដឹងហើយអញ្ចឹងចំណុចទី6គឺជាថ្ងៃចុងក្រោយដែលបងប្អូនបាន login ចូល channel ឬក៏ YouTube ចឹងណាអាហ្នឹងដូចជាវាថ្មីដែរយើងមិនអាចធ្វើការផ្លិចទេចឹងបងប្អូនប្រាប់គេទៅថាថ្ងៃចុងក្រោយបងប្អូន login ថ្ងៃណាអាហ្នឹង yes អាហ្នឹងមើលទៅយើង easy ដែរតែអាហ្នឹងត្រូវចាំខ្លួនឯងខ្លាចអ្នកខ្លះដូចខ្ញុំបើកមើលរាល់ថ្ងៃតែខ្លាចបងប្អូនខ្លះគាត់យូរបើកម្ដងទៅអត់ចាំអញ្ចឹងអាហ្នឹងត្រូវឲ្យចាំដែរបើ channel យើងមានបញ្ហាវាក៏ជាចំណែកមួយសម្រាប់ធ្វើការ recover channel យើងមកវិញហើយចំណុចទី7ហ្នឹងបងប្អូនត្រូវពណ៌នារាយរាប់ប្រាប់ YouTube ថា channel របស់បងប្អូនមានរឿងអីកើតឡើងដូចជាត្រូវបានគេបដូរ recovery email ឬក៏ channel មានគេ live stream បង្ហោះវីដេអូប្លែកៗឬក៏មិនអាចធ្វើការ login ចូល channel របស់បងប្អូនទេអញ្ចឹងបងប្អូនអាចទៅ share ក្នុងform ដែលស្នើសុំហ្នឹងទៅបន្ទាប់មកYouTube នឹង process សំណើរបស់បងប្អូនហើយបើគេមានចម្ងល់អ្វីគេនឹង reply សួរបងប្អូនអញ្ចឹងណាអញ្ចឹងបើបងប្អូនជាម្ចាស់ប៉ាត់ប្រកបអញ្ចឹងវាមានភាពងាយស្រួលទេដោយសារយើងជាម្ចាស់អញ្ចឹងអ្វីដែលយើង submit ទៅពេលផ្ទៀងផ្ទាត់ប្រកាសជាត្រូវហើយអញ្ចឹងអត់ចំណាយពេលយូរទេអញ្ចឹងបងប្អូន complete កត់ត្រាចំណុចទាំងអស់ហ្នឹងពុកវាពិតជាសំខាន់មែនតើបើសិនជាយើងទៅ hack ចឹងយើងអាចមានសង្ឃឹមស្រាប់នឹងការយកមកវិញសូមអរគុណបងប្អូនចំពោះការតាមដានទស្សនាវីដេអូដល់ចប់នេះហើយជួបជាមួយខ្ញុំនៅវីដេអូក្រោយៗទៀតអរគុណ